កូនអាយុ1ខែ6ថ្ងៃប៉ុន្តែចិត្តនៅតែសើមមានទឹកហើយលេខទុះជាទូទៅកូនជ្រូកចិត្តនៅ1អាទិត្យទៅ2អាទិត្យឬក៏ក្មេងខ្លះដល់3អាទិត្យក្រោយពេលដែលជ្រូកចិត្តហើយក៏យើងនៅតែបន្តការសម្អាតក្មេងខ្លះអាចនៅមានសើមតិចតួចនៅលើចិត្តក្មេងខ្លះទៀតមានលៀននៅដំប៉ោងតូចមួយនៅក្នុងចិត្តគេហៅថា granuloma វាមានពណ៌ក្រហមពេលខ្លះមានពណ៌ផ្កាឈូកហើយវាអាចនឹងជ្រូកបាត់ទៅវិញក្នុងរយៈពេល2អាទិត្យទៅ4អាទិត្យហើយបើសិនជាលើសពី4អាទិត្យវាអត់បាត់ទេគឺយើងត្រូវទៅជួបគ្រូពេទ្យអាចនឹងធ្វើការដុតយកវាចេញការសម្អាតចិត្តឲ្យកូនវាជារឿងចាំបាច់ទាំងពេលនៅក្នុងពេទ្យហើយនឹងចេញពីពេទ្យដោយសារតែនៅស្រុកយើងអាកាសធាតុរៀងក្តៅស្អុបដូច្នេះការងូតទឹកឲ្យកូនយើងអាចងូតជារៀងរាល់ថ្ងៃអញ្ចឹងនៅពេលដែលកូនងូតទឹកគឺអាចប៉ះជាមួយនឹងទឹកធ្វើឲ្យសើមនៅតំបន់ចិត្តនឹងអញ្ចឹងយើងត្រូវតែជូតសម្អាតឲ្យស្ងួតនៅតំបន់ចិត្តរបស់កូនហើយការស្លៀកខោទឹកនោមគឺប្រុងប្រយ័ត្នកុំឲ្យវាកកិតឬក៏គ្របពីលើចិត្តរបស់កូនជាពិសេសនៅពេលដែលមិនទាន់ជួបចិត្តគឺអាចនឹងកកិតខ្លាំងអាចនឹងធ្វើឲ្យមានការហូរឈាមឬក៏ឆ្លងរោគមិនត្រូវស្លៀកសម្លៀកបំពាក់ក្រាស់ពេកដែលគ្របនៅលើក្បាលពោះរបស់កូនជាពិសេសនៅលើចិត្តរបស់កូនទេពីព្រោះថាវាអាចនឹងធ្វើឲ្យមានការឈឺចាប់មានការហូរឈាមឆ្លងរោគទៅជាហើមក្រហមក្តៅខ្លួនធ្វើឲ្យកូនមានការឈឺចាប់នៅតំបន់ចិត្តខ្លាំងយំរញ៉ាំរញើអត់ចង់បើអញ្ចឹងក្នុងករណីហ្នឹងគឺអាចធ្វើឲ្យកូនឈឺចាប់ដោយសារតែមានការបង្ករោគនៅតំបន់ចិត្តរបស់កូនជាទូទៅមិនមានការណែនាំឲ្យប្រើនៅសារធាតុអ្វីផ្សេងយកមកសម្អាតនៅតំបន់ចិត្តរបស់កូនទេគឺក្រោយពេលដែលកូនងូតទឹកហើយយើងគ្រាន់តែយកសម្លេងត្បាល់ត្រចៀកឬក៏កំប្រេសស្អាតយកមកផ្ដិតឲ្យស្ងួតឲ្យកូនត្រូវខ្យល់ខ្លះដើម្បីឲ្យស្ងួតចិត្តហ្នឹងគឺជាការស្រេចយើងអាចប្រើនៅសេរ៉ូមប្រៃដើម្បីយកមកលាងចិត្តឲ្យកូនក្រោយពេលដែលកូនងូតទឹកហើយបន្តជូតសម្ងួតឲ្យបានស្ងួតក្រៅពីនេះមិនមានការណែនាំណាមួយទាក់ទងនឹងការប្រើប្រាស់នៅបេតាឌីនឬក៏ថ្នាំក្រហមដើម្បីយកមកសម្អាតចិត្តឲ្យកូនទេដោយសារតែនៅក្នុងបេតាឌីនឬក៏ថ្នាំក្រហមហ្នឹងគឺវាមានសារធាតុសកម្មមួយចំនួនដែលប៉ះពាល់ទៅលើស្បែករបស់កូនវាអាចជ្រាបតាមស្បែកហើយប៉ះពាល់ទៅលើការលូតលាស់នៅអរម៉ូនមួយចំនួនរបស់កូនជាពិសេសគឺអរម៉ូននៅក្នុងកពេញកដូច្នេះមិនមានការណែនាំណាមួយដែលចាំបាច់សម្រាប់ការប្រើប្រាស់ថ្នាំក្រហមនៅលើចិត្តរបស់កូនទេលើកលែងតែចិត្តរបស់កូនមានការបង្ករោគខ្លាំងដែលគ្រូពេទ្យទាមទារឲ្យមានការប្រើប្រាស់ពពួកបេតាឌីនឬក៏ថ្នាំក្រហមនេះគឺយើងអាចធ្វើតាមការណែនាំរបស់គ្រូពេទ្យបានក្នុងករណីខ្លះដើម្បីការពារការឆ្លងរោគនៅក្នុងចិត្តរបស់កូនក្នុងអំឡុងពេលសម្អាតគ្រូពេទ្យអាចនឹងប្រើសារធាតុផ្សេងទៀតក្រៅពីថ្នាំក្រហមឬក៏បេតាឌីននេះដូចជាសារធាតុ chlorhexidine ដែលអាចប្រើប្រាស់សម្រាប់លាងនៅចិត្តរបស់កូនបានដូច្នេះសម្រាប់សំណួរកូន1ខែ6ថ្ងៃហើយមានចិត្តរបស់កូននឹងមានទឹកហើយមានខ្ទុះអញ្ចឹងយើងត្រូវតែយកកូនជួបជាមួយនឹងគ្រូពេទ្យពិនិត្យមើលបានច្បាស់សិនថាវាជាខ្ទុះពិតប្រាកដដែរឬអត់មានការបង្ករោគផ្សេងៗនៅក្នុងចិត្តរបស់កូនឬអត់ក្នុងករណីចាំបាច់គឺគ្រូពេទ្យនឹងធ្វើការលាងសម្អាតនិងធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំដូច្នេះអរគុណច្រើនសម្រាប់សំណួររបស់ម៉ាក់ខាងលើជួបគ្នានៅក្នុងវីដេអូផ្សេងទៀត